សូមកូនខ្មែរគ្រប់រូបស្រឡាញ់ទឹកដីខ្លួនឲ្យខ្លាំងតាមរយៈការអភិវឌ្ឍនៃចំណេះដឹងនិងឆាកជីវិតរបស់ខ្លួនពេលខ្លះអ្វីដែលគួរឲ្យសោកស្ដាយបំផុតបរទេសខ្លះគេអាចមើងងាយយើងបានមិនមែនដោយសារគេខ្លាំងទេគឺដោយសារយើងវាអន់អញ្ចឹងក្នុងសម័យនេះប្រទេសមួយដែលខ្លាំងគឺមានពលរដ្ឋដែលមានការចេះដឹងអញ្ចឹងដើម្បីរក្សាទឹកដីរបស់យើងពូជសាសន៍របស់យើងឲ្យថិតថេរគង់វង្សបានពលរដ្ឋខ្មែរគ្រប់រូបជាពិសេសយុវជនចំនួនថ្មីត្រូវព្យាយាមអប់រំនិងអភិវឌ្ឍខ្លួនឲ្យទទួលបានជោគជ័យមានចំណេះដឹងនៅក្នុងជីវិតវានឹងមានពេលមួយដែលក្មួយត្រូវតែមិនបង្ខំចិត្តទេគឺត្រូវតែជ្រើសរើសថាត្រូវជ្រើសរើសខ្លួនឯងមានន័យថាម៉េចមានន័យថាត្រូវតែកំណត់ថានេះជាម្ចាស់ជីវិតរបស់ខ្លួនឯងអញ្ចឹងហើយបានជាព្រះពុទ្ធជាម្ចាស់លោកបង្រៀនទ្រឹស្ដីមួយថាអត្តាហេអត្តណោនេថោយើងចេះទេពាក្យហ្នឹងប៉ុន្តែគេបកប្រែថាខ្លួនទីពឹងខ្លួនតាមពិតន័យមានន័យថាចេះគេបកអញ្ចឹង